របៀបធ្វើ deep clean ជំហានទី1គឺយើងបើកទឹក clean water លាយជាមួយនឹង citric acid ចំនួនកន្លះគីឡូធ្វើមិនក៏ដោយឲ្យទឹកហ្នឹងលិច motor ជំហានទី2គឺយើងដកឌុយម៉ាស៊ីនចេញរួចហើយយើងដក filter ចេញជំនួសដោយដុំ CPU វិញម្ដងជំហានទី3គឺយើងដកទៅយកទឹកចូលចេញគឺទៅយកសជាប់ជាមួយនឹង diverter នេះរួចហើយវាទៅយកសហ្នឹងយើងយកទៅភ្ជាប់ជាមួយនឹង motor ជំហានទី4គឺយើងយកទៅយកដែលហូរទឹកចេញទាំងអស់ហ្នឹងដាក់ចូលទៅក្នុងធុងដែលយើងត្រាំ motor រួចហើយសិមយើងបើកឌុយ motor ជំហានទី5គឺយើងត្រូវទុកចោលរយៈពេល1ម៉ោងទើបដកឌុយ motor ចេញរួចហើយដាក់ដុំ filter ចូលវិញបន្ទាប់មកយើងបើកទឹក PUT ចំនួន30 second ទៅ1នាទីបើសិនជាយើងត្រូវការពិសាទឹក Kangen វិញអញ្ចឹងយើងចុចទឹក Kangen ចោលចំនួន10 second សម្ញ៉ាំទឹកសម្ត្រង់ទឹកញ៉ាំចាអរគុណ